ជំរាបសួរអ្នកក្លាហានជ្រុងសច្ចធម៌ទាំងអស់គ្នាស្វាគមន៍មកកាន់រឿងរមូទេពជួសៀនដែលជាភាពបន្តមួយយិនរបស់យើងការបដាកាត់ហ្នឹងអ្នកទាំងអស់គ្នាក៏បានលើឈ្មោះគេហៅឈីមីងក៏ដឹងថាជាសិស្សរបស់ខ្លួនឯងតាដូច្នេះហើយក៏បានឈោងមើលសកម្មភាពរបស់ពួកគេបន្តែងតើយិនឯងកុំជ្រុលហួសហេតុពេកណាបើឯងមានសមត្ថភាពមែនវាយជាមួយយើងមួយទល់មួយមកចឹងវាយមួយស្មើអីសាយរួយក៏បានជន់លើឈីមីងរបស់យើងសង្កត់ញីយោតែម្ដងឈីមីងយើងគិតតែឯងនេះពិតជាឈួតខ្លាំងណាគ្រូរបស់ឯងមួយយិនឈួតក៏នាំឲ្យសិស្សទាំងអស់គ្នារបស់គេនេះឈួតទៅតាមគេដែរមើលទៅគ្នាយើងនៅទីនេះមានច្រើនហេតុអីចាំបាច់វាយមួយស្មើជាមួយឯងរួចហើយក៏បានបញ្ចេញយុទ្ធសិលជាប្រងវាយឈីមីងទៅទូប្រយើងក៏បានស្រែកឈប់ភ្លាមក្នុងចិត្តគឺពិតជាខឹងណាស់ដែលគេប្រមាថខ្លួនថាខ្លួនឈួតបែបនេះរួចហើយក៏បាននិយាយទៅកាន់អាក្មេងអស់ហ្នឹងទៅការប្រកួតផ្ទាល់ខ្លួនត្រូវបានហាម5យ៉ាងតឹងរឹងនៅសាលាតែឯងដឹងទេពួកនឹងឃើញទូប្រុសរបស់យើងដែរចូលមកនិយាយម៉ាត់បែបនេះក៏កើតការងឿងឆ្ងល់យ៉ាងខ្លាំងដោយសារតែពេលកន្លងមកទូប្រុសយើងមិនដែលជួយឈីមីងនោះទេទោះបីជាឃើញនឹងភ្នែកក៏ដោយគឺថាខ្លាចពួកគេដែរនឹងក៏បានទៅហួសជានិច្ចឈីមីងឃើញទូប្រុសយើងហើយក៏បានស្រែកហៅទៅលោកគ្រូមូលោកគ្រូមកហើយខ្ញុំស្មានតែជាណាគេតាមពិតគឺជាគ្រូដែលឈួតរបស់ឯងនឹងទេយើងយល់ថាឯងគឺជាមនុស្សឈួតរបស់គ្រូសាមូយើងមិនចង់ទៅប៉ះពាល់យកឈ្នះយកចាញ់ឯងឡើយភ្លាមនឹងមួយយិនក៏បានទាញគេមកច្បាច់កកឲ្យម៉ងទៅយិនឯងមិនមែនជានរណាម្នាក់ដែលអាចធ្វើបាបមិត្តរួមថ្នាក់របស់ឯងតាមតែចិត្តនោះទេថែមទាំងប្រឆាំងជាមួយគ្រូបើយល់ទៅតាមច្បាប់របស់សាលាថ្ងៃនេះលោកគ្រូមូយើងនេះនៅបង្រៀនឯងនៅមេរៀនខ្លះឲ្យឯងដឹងគ្រូមួយឈួតថ្ងៃនេះក្បាលឯងមានបញ្ហាមែនទេក៏បានវាយដៃលោកគ្រូចេញភើយខ្ពើមណាសម្រាមអើយយើងហៅឯងថាលោកគ្រូដោយសារតែដើម្បីសប្បាយតែប៉ុណ្ណោះមិនចាំបាច់ប្រញាំពេកទេឯងគិតថាគ្រូសាមូនឹងមិនស្អប់ឯងណាស់ទេអីមួយយិនរបស់យើងក៏បានច្បាច់ដៃគេមកច្បាច់អានោះស្រែកមកអើយមួយយិនអាចចង្រៃយកក៏វាយមកកាន់ទូប្រុសរបស់យើងប៉ុន្តែគេក៏បានគេចផុតមិនត្រឹមតែប៉ុណ្ណោះទេគឺច្បាច់ដៃឲ្យឈឺជាងមុនទៅទៀតទៅយិនក៏បានលុតជង្គង់តែម្ដងមួយយិនរបស់យើងក៏បានកាច់ម្រាមដែរមួយទៀតលោកគ្រូមូខ្ញុំខុសហើយលោកគ្រូមូខ្ញុំខុសហើយម្នាក់ក៏ញ័រជើងឲ្យកខាក់តែម្ដងទៅហើយទូប្រុសយើងក៏បានប្រឡែងអាឡិតនឹងទៅគេក៏បានសំទោសឈីមីងផងដែរឈីមីងឯងសំទោសផងខ្ញុំនឹងមកធ្វើបែបនេះតែឯងទៀតទេឈីមីងក៏ថាមិនអីទេហើយក្នុងគំនិតរបស់គេក៏បានគិតយ៉ាងដូចនេះតូយិនស្ថិតក្នុងដំណាក់កាលទី3នៃកម្រិតទី1លោកគ្រូមូតែតែគ្មានបានការថ្ងៃនេះគាត់យកឈ្នះទៅយិនដល់របៀបណាទៅហើយមួយយិនរបស់យើងក៏បានបោះដៃឲ្យឈីមីងក្រោកឈរឡើងមកអឡអត់ហេតុអីបានចាក់យល់សពតែថ្ងៃនៅមើលស្អីតោះត្រឡប់ទៅថ្នាក់វិញបត់លោកគ្រូហើយពួកគេក៏បានចាក់ចេញទៅកាលបើមួយយិនយើងចាក់ចេញទៅហើយទៅយិនក៏បានថាបញ្ហាថ្ងៃនេះគឺបន្តបញ្ចប់ទេហើយចុះឯងចង់ធ្វើស្អីទៅយិនមួយយិនគឺជាសមាជិកគ្រូសាមូណាឯងកុំជ្រុលពេកវើយមនុស្សគ្រួសារមួយគេថែមទាំងមិនស្មើនឹងឆ្កែរបស់ពួកគេផងការប្រមាថថ្ងៃនេះតើយល់ព្រមទទួលឲ្យរបៀបណាអញ្ចឹងឯងចង់ធ្វើស្អីនៅក្នុងសាលាទាំងមូលនៃទីក្រុងប៉ៃយិនមនុស្សគ្រប់គ្នាអ្នកណាក៏បោកប្រាស់មួយយិនបានដែរទោះជាយ៉ាងណាក៏ដោយដែរមួយយិននេះមានមនុស្សម្នាក់ដែលគេខ្លាចបំផុតឲ្យតែឃើញម្នាក់នឹងចេញមុខមកគេច្បាស់ជាដូចជាកណ្ដោកិច្ចពីឆ្មាអញ្ចឹងចាំអាផ្លេតទៅយើងនឹងកំដរឯងលេងដល់ទីបញ្ចប់ពេលនោះយើងនឹងធ្វើឲ្យលុតជង្គង់សុំក្តីមេត្តាពីយើងតើឯងចង់សម្ដៅទៅដល់លោកគ្រូជីងតុងតាមែនទេឥឡូវយើងងាកមកមើលថ្នាក់របស់មួយយិនរបស់យើងវិញម្ដងសិស្សនាំគ្នាដេកសមុកកខលពីនឹងឯងលោកគ្រូមូរបស់យើងក៏បានស្រែកឡើងទៅមករួមថ្នាក់ទាំងអស់គ្នាខ្ញុំមិនខ្វល់ថាអ្នកទាំងអស់គ្នាពីមុនធ្លាប់ធ្វើអ្វីនោះទេប៉ុន្តែចាប់ពីថ្ងៃនេះនៅក្នុងថ្នាក់របស់ខ្ញុំត្រូវតែយកចិត្តទុកដាក់ស្ដាប់មេរៀនបើនរណាមានគំនិតអាក្រក់ក៏មិនទោសថាខ្ញុំជាគ្រូនេះកាចអសោះប៉ុន្តែសម្ដីរបស់ទូប្រុសរបស់យើងមិនមានឥទ្ធិពលដល់សិស្សឡើយព្រោះតែកន្លងមកគេមិនដែលមើងម៉ាត់បែបនេះវាថែមទាំងអ្នកខ្លាំងថាសម្លេងលោកគ្រូនឹងរំខានទៀតផងមួយយិនរបស់យើងក៏គិតទៅវាហាក់ដូចជាថាបើខ្ញុំមកផ្ដល់មេរៀនឲ្យពួកគេទេនោះពួកគេច្បាស់ជាគិតថាខ្ញុំដូចពីមុនជាមិនខានអញ្ចឹងហើយមួយយិនរបស់យើងគេក៏បានឆ្លីស្លឹកអ្វីមួយយ៉ាងរលាយទៅជាធូលីអញ្ចឹងទៅហើយវាក៏បង្កទៅជាក្លិនដ៏ក្រអូបសិស្សទាំងអស់គ្នាក៏នាំគ្នាងើបហិតក្លិនអញ្ចឹងណាក្រអូបអញ្ចឹងហើយទូប្រុសយើងក៏បានសួរទៅកាន់ពួកគេទៅតើពួកឯងដឹងថានេះជាអ្វីទេហើយគ្រប់គ្នាក៏គិតទៅមិនដឹងឆ្លើយយ៉ាងម៉េចទេស្រាប់តែពេលនោះអូយភ្នែករបស់ខ្ញុំឈឺខ្លាំងអូយភ្នែករបស់ខ្ញុំឈឺខ្លាំងមានអីកាត់ឡើងហេតុអីបានជាភ្នែកខ្ញុំស្រាប់តែឈឺចឹងខ្ញុំងុយដេកប៉ុន្តែហេតុអីបានជាមិនអាចដេកបានមួយយិនរបស់យើងក៏បាននិយាយទៅកាន់អ្នកទាំងអស់គ្នាទៅអ្នកទាំងអស់គ្នាចង់ដេកមែនទេបើចង់ដេកមិនក៏មិនទៅផ្ទះដេកនៅពេលអ្នកទាំងអស់គ្នានៅក្នុងថ្នាក់របស់ខ្ញុំត្រូវតែស្ដាប់ការបង្រៀនរបស់ខ្ញុំឯមែលសិនអ៊ីនាងក៏គិតតែម្នាក់ឯងរុក្ខជាតិ GE អាចបង្កើតនៅភាពស្រើបស្រាលហើយស្មៅបៃសៀងអាចធ្វើឲ្យភ្នែកមនុស្សលោកក្រហល់ក្រហាយការរួមបញ្ចូលគ្នានៃឱសថទាំងពីរនេះពិតជាធ្វើឲ្យមនុស្សងុយគេងមួយយ៉ាងគេក៏បានគោះតុកប៉ាំងមួយយិនលោកកំពុងធ្វើអីមួយយិនរបស់យើងក៏បានថាមួយយ៉ាងប្រយ័ត្នសម្ដីរបស់ឯងបន្តិចពេលនេះខ្ញុំជាគ្រូរបស់ឯងយកល្អគួរតែស្ដាប់ខ្ញុំនៅក្នុងថ្នាក់នេះ
មួយយិនហ៊ីរំខានការដេករបស់អ្នកប្រុសម្នាក់នេះផងខ្ញុំផ្ដល់ឱកាសឲ្យលោកសំទោសខ្ញុំចង្អុលមុខគ្រូមានណាផ្ទាត់ដេះសផ្លាប់ផ្ងាយប្រេស្ងាត់មាត់យើងឲ្យឯងស្ងាត់មួយយ៉ាងគេក៏ថាហ៊ានវាយយើងផងហើយក៏លោតមករោទូប្រុសរបស់យើងមិនទាន់មកដល់ផងទូប្រុសផ្ទាត់ដេះសផ្លាប់ចំមកជង្គង់នឹងផ្កាប់មុខអូសដីមកហ្មងនៅពីមុខគ្រូបដ យក្នុងចិត្តមួយយិនរបស់យើងក៏គិតទៅកម្លាំងរបស់មួយយ៉ាងនេះមិនបានសូម្បីតែពាក់កណ្ដាលយើងផងពិតជាខ្សោយពេកហើយរួចក៏បាននិយាយទៅកាន់មួយយ៉ាងសិស្សមួយយ៉ាងគ្រូដឹងថាឯងមានចិត្តចង់សុំទោសគ្រូរបស់ឯងប៉ុន្តែឯងមិនបាច់ដល់ថ្នាក់លុតជង្គង់អញ្ចឹងទេភ្លាមនោះបរិសម្នាក់ក៏បានចូលមកមួយយិនឯងហ៊ានដាក់ទោសសិស្សជាសាធារណៈច្បាប់របស់សាលាបៃយ័នយើងនេះឯងលេងចាប់អារម្មណ៍ហើយមែនទេមួយយ៉ាងក៏បានរត់ទៅអាងគ្រូម្នាក់ហ្នឹងលោកគ្រូជីងតុងមួយយិនគឺវាយខ្ញុំដើមមិនរើសមុខលោកគ្រូត្រូវតែរកយុទ្ធធម៌ឲ្យខ្ញុំសិស្សក៏នាំគ្នាខ្សឹបខ្សៀវទៅមានលក្ខខណ្ឌល្អមើលពួកយើងលោកគ្រូជីងតុងស្អប់សម្រាមដូចជាមួយយិននេះណាដែលគេចូលមកក្នុងសាលាដោយសារតែពឹងអំណាចគ្រួសាររដងយើងឃើញហើយមួយយិនតែកិច្ចពីលោកគ្រូជីងតុងដូចជាកណ្ដុរកិច្ចពីឆ្មាអញ្ចឹងស្រាប់តែភ្លាមនោះតើយិនក៏បានមកដល់រួចក៏បានរាយការណ៍មកកាន់លោកគ្រូជីងតុងនឹងទៅអំពីរឿងដែលឋានយិនយើងវាយគេនោះប៉ុន្តែក៏កុហកថាឈីមីងនឹងរករឿងគេមុនអីអញ្ចឹងទៅគ្រាន់តែថាឈីមីងវាយមិនឈ្នះគេបន្ទាប់មកមួយយិនរបស់យើងមិនខ្វល់ពីច្បាប់ទម្លាប់ក៏មកវាយគេជួយឈីមីងក៏បានគោះតុកផាំងផ្ដេសផ្ដាស់ឯគ្រូជីងតុងនៅសារតែស្អប់មួយយិនរបស់យើងផងក៏បានថាទៅមួយយិនប្រកាសណាស់យើងមិនជឿសម្ដីនរណាផ្ដេសផ្ដាស់ទេប៉ុន្តែមិញនេះឯងវាយសិស្សនៅក្នុងថ្នាក់គឺជាការពិតហើយឯងក៏ប្រាប់សិស្សផ្សេងទៀតឲ្យធ្វើបាបបិទរួមថ្នាក់ផងដែរតែឯងគិតថាសាលានេះជាអ្វីទៅមួយយិនក៏បានថាជីងតុងនេះជាបញ្ហារបស់ខ្ញុំចង់ធ្វើស្អីក៏ដោយតើមានបញ្ហាស្អីទៅឯងគិតថាឯងគឺជានាយកសាលាតាមែនទេជីងតុងគឺថាឯងរੂស្លាប់ហើយរួចក៏បានបញ្ចេញកម្លាំងរបស់គេមកហើយក៏ថាប៉ុន្តែឯងគ្រាន់តែជាគ្រូតូចតើហ៊ានវាយជាមួយយើងយ៉ាងម៉េចទៅថ្ងៃនេះយើងនឹងបង្រៀនឯងអំពីមេរៀនមួយចំនួននាយកសាលាទៅចោះរួចហើយក៏បានលោតមកវាយទូប្រុសរបស់យើងមួយយិនរបស់យើងក៏បានថាប្រើកណ្ដាប់ដៃគុជអីរួចហើយកណ្ដាប់ដៃអ្នកទាំងពីរក៏បានទប់គ្នាទៅទាំងតែអ្នកគុណនិយមទាំងអស់គ្នាគួរតែដឹងហើយយើងទៅតែភាគទី10ជាងកម្លាំងរបស់ពួកគេក៏វាមិនទាន់ដល់ថ្នាក់កម្រិតណាដែរវាទៅតែកម្រិតទី1ទាំងអស់គ្នាហ្នឹងក្រោយមកអាគាត់នឹងប្រមូលកម្លាំងបន្តិចមកធ្វើឲ្យមួយយិនរបស់យើងប៉ាងបន្តិចមិននឹកស្មានថាសម្រាមដូចជាឯងនេះអាចឈានទៅដល់ដំណាក់កាលទី4នៃកម្រិតទី1ដែរសោះថែមទាំងមានរូបខាងវិញ្ញាណនៅក្នុងខ្លួនឯងមិនចម្លែកទេដែលហ៊ាននិយាយតទល់ជាមួយនឹងយើងបែបនេះរីឯម៉ែវសិនអ៊ីក៏រអ៊ូតិចតែម្នាក់ឯងទៅមួយយិនពីមុនគ្រាន់តែនៅក្នុងដំណាក់កាលនៃការធ្វើឲ្យរាងកាយត្រជាក់ត្រឹមតែប្រហែលថ្ងៃប៉ុណ្ណោះគេពិតជាអភិវឌ្ឍខ្លួនដល់ទៅ4ដងរីឯជីនតុងក៏បន្តនិយាយមកកាន់មួយយិនរបស់យើងប៉ុន្តែនៅចំពោះមុខយើងអ្វីទាំងអស់គឺគ្មានប្រយោជន៍ទេកណ្ដាប់ដៃមុននេះយើងគ្រាន់តែប្រើ 30% នៃកម្លាំងរបស់យើងតែប៉ុណ្ណោះមួយយិនយើងក៏បានតបទៅសំទោសផងយើងប្រើតែ 20% តែប៉ុណ្ណោះជីនតុងខឹងពេកក៏បានបញ្ចេញកម្លាំងមកឯរੂស្លាប់ហើយដល់ចំណុចនេះមៀវសិនអ៊ីនាងក៏បានស្រមៃកាលដែលនាងជួបតារបស់នាងគាត់សប្បាយចិត្តទីបំផុតថ្នាំគ្រាប់ថ្មីនេះណាប្រាប់ឯងឆាប់នាំគេមកផ្ទះយើងមកតាចង់ជួបគេដោយផ្ទាល់នាងក៏ថាលោកតាថ្នាំនេះគឺពិតជាដោះស្រាយរួចរាល់ពិតមែនទេលោកតាក៏បានថារូបមន្តថ្មីនេះទំនោរជានឹងផ្លាស់ប្ដូរអាណាចក្រពពកភាគខាងត្បូងទាំងមូលបានកាត់មកបច្ចុប្បន្នវិញនាងក៏គិតតែម្នាក់ឯងនៅក្នុងថ្នាក់មុននេះមួយយិនបានធ្វើឲ្យលោកម្ចាស់មកសរសើរគេថែមទាំងធ្វើឲ្យលោកតារបស់ខ្ញុំសរសើរគេទៀតផងអាចថាពេលមុនគេធ្វើពុតជាខ្សោយទៀតដឹងងាកមកមើលការប្រយុទ្ធនេះយើងក៏បានឃើញថាជីនតុងវាយមកកាន់ទូប្រុសយើងតែមួយយិនរបស់យើងក៏បានលោតគេចផុតសិស្សក៏បើឃើញគ្រូវាយគ្នាចឹងនាំនេះចេញក្រៅអស់លីងឯជីនតុងខឹងណាស់វាយទូប្រុសត្រូវអាកូនឆ្កែក៏លោតមកវាយទៀតមួយយិនរបស់យើងក៏បានគេចទៀតទៅតែវាយគ្មានត្រូវសំបីតែម្ដាយរបស់របរក្នុងថ្នាក់បែកខ្ទេចខ្ទីអស់ដល់វាយទូប្រុសយកត្រូវខំរោកន្លែងដេញវាយយើងទៅខ្លាចទូប្រុសយើងរត់ក៏ស្ទាក់នៅមាត់ទ្វារហើយក៏គិតឆ្ងល់តែម្នាក់ឯងទៅរួចដល់របៀបណាយើងច្បាស់ណាស់ថាដំណាក់កាលក្បាច់គុណរបស់យើងលើសឯងដល់ទៅ2កម្រិតប៉ុន្តែมันអាចវាយឯងបានទៅរួចដល់របៀបណារួចហើយក៏បានប្រមូលធម្មពលចេញពីពោះចេញពីពងមកតែម្ដងដែលក្បាច់មួយនេះសិស្សរបស់យើងឃើញហើយគេក៏បានថាវ៉ាវកណ្ដាប់ដៃឈិញលីងនៅក្នុងសាលាបៃយ័នទាំងមូលធីនជូឈិនលីងប៉ូមានភាពល្បីល្បាញដោយសារការផ្ទុះខ្លាំងរបស់វាបើសិនជាវាយត្រូវគូប្រកួតពេញទំហឹងនោះវាអាចធ្វើឲ្យកម្លាំងរាងកាយរបស់គេនឹងពិការនៅពេលដែលប្រឡងជ្រើសរើសគ្រូនោះការប្រើប្រាស់ស្នីតមួយនេះគាត់អាចកម្ចាត់អ្នកចម្បាំងដែលទើបតែឈានដល់ដំណាក់កាលទី7នៃកម្រិតទី1ហើយក៏បានក្លាយទៅជាគ្រូបង្រៀនកម្រិតមធ្យមសិក្សានៅសាលាបៃយ័នរបស់យើងថែមទាំងឲ្យលោកគ្រូប្រើកណ្ដាប់ដៃលីងប៉ូនេះមួយយន្តប្រកាសជាមិនអាចគេចផុតបានឡើយងាកមកមើលការប្រកួតវិញអានោះនិយាយឆ្អែតទេបានអាគាត់នេះវាយកណ្ដាប់ដៃលីងប៉ូតែវាយមកដល់មួយយន្តបានគេចផុតហើយក៏បាននិយាយថាអាឈួតអើយឯងចាញ់ហើយដោយដៃរបស់គេចេញមកដូចជាដាវអញ្ចឹងធ្វើឲ្យអាគាត់ជិនតុងនឹងបានទប់ជាមួយនឹងអាយុទ្ធសិលនឹងតែគេទប់មិនជាប់នោះទេក៏បានប៉ើងប៉ាក់មួយយន្តឯងគ្រាន់តែជាសម្រាមគ្មានបានការមួយយន្តរបស់យើងក៏ថែមឲ្យមួយជើងទៀតបាត់កបដោយសម្រាមអី
អាណាសម្រាប់ពិតប្រាកដ/ជួបគ្នានៅវីដេអូក្រោយបាយបាយដើមនៃភាគនេះកំឡុងពេលដែលមួយយិនរបស់យើងកំពុងតែប្រដៅលោកគ្រូជីនតុងនឹងយើងក៏បានឮសំឡេងលោកគ្រូម្នាក់ទៀតបាននិយាយមកកាន់ទូប្រុសរបស់យើងលោកគ្រូល្មមបានហើយសិស្សកាលបើឃើញហើយក៏បានថាអូលោកគ្រូតុងហ្វាងតាខ្ញុំបានឮថាលោកគ្រូតុងហ្វាងត្រូវបានអំឡើងឋានៈជាគ្រូបង្រៀនជាន់ខ្ពស់ក្នុងរយៈពេល2 ឆ្នាំកន្លងទៅហើយប្រហែលជាឆាប់នេះគាត់អាចនឹងឡើងទៅធ្វើជាគ្រូបង្រៀននៅឯរាជធានីណានយន្តជាមិនខានសិស្សស្រីក៏បានសរសើរទៅសង្ហាណាស់អីអញ្ចឹងណាអ្នកទាំងអស់គ្នាចំណែកមួយយិនរបស់យើងក៏បានតបទៅកាន់គ្រូតុងហ្វាងនឹងទៅឈប់មែនទេថ្ងៃនេះខ្ញុំមិនល្អដូចជាលោកគ្រូជីនតុងទេបើសិនអ្នកដែលដេកនៅលើឥដ្ឋនេះគឺជាខ្ញុំនោះគ្រូជីនតុងនឹងឈប់ដែរទេតុងហ្វាងនឹងគេក៏បានថាវាហួសអស់ទៅហើយយើងទាំងអស់គ្នាសុទ្ធតែជាគ្រូឲ្យថ្ងៃនេះកន្លងផុតទៅតែយ៉ាងម៉េចដែរលោកគ្រូមួយយិនកំឡុងពេលហ្នឹងគ្រូជីនតុងគេក៏បានក្រោកឡើងមួយយិនមានតែស្ដាប់តុងហ្វាងស្អីថែមជីនតុងមួយជើងទៀតប៉ឹងអាប៉ែហ្នឹងស្លាប់ទៀតមួយយិនយើងក៏បានថាឲ្យកន្លងផុតទៅលោកគិតថាលោកជាអ្នកណាសិស្សស្រីក៏បានថាលោកមិនអាចនិយាយបែបនេះដាក់លោកគ្រូតុងហ្វាងបានទេគ្រូតុងហ្វាងនឹងខឹងនឹងក្តាប់ដៃបញ្ចេញយុទ្ធសាស្ត្រគេអញ្ចឹងណាហើយគេក៏បានថាបានជាអញ្ចឹងហើយវាគួរតែដោះស្រាយដោយកម្លាំងហើយមើលទៅប៉ុន្តែភ្លាមហ្នឹងនាយកសាលារបស់យើងគាត់ក៏បានចូលមកព្រោះលោកកំពុងធ្វើអីគ្រូតុងហ្វាងក៏បានដាក់ដៃចុះទៅចំណែកឯនាយកសាលាក៏គិតតែម្នាក់ឯងថ្មីនេះគាត់នេះបង្កបញ្ហាយើងដល់អ្វីឃើញអញ្ចឹងទៅយន្តក៏បានមកប្តឹងនាយកសាលារឿងនឹងបដ ாய் គិតថាខ្លួនឯងហ្នឹងគឺកុហកនាយកសាលាបានណោះបើទៅយន្តនិយាយតែម្នាក់ឯងមិនណាទេតែមកយ៉ាងគេបន្ថែមលបោយអីដែលគេជួបមិញដែរថាមួយយិនបានធ្វើបាបគេអីអញ្ចឹងទៅហើយឈីមីងរបស់យើងក៏បានមកនិយាយការពិតរឿងទៅយិនមកទម្លាក់កំហុសលើខ្លួននិងលោកគ្រូមូនោះមែលសិនអ៊ីនេះក៏បានបន្ថែមលបោយជាមួយនឹងឈីមីងទៅម្យ៉ាងទៀតនោះលោកគ្រូជីនតុងមកជាមួយនឹងទៅយន្តប្រយុទ្ធជាមួយនឹងលោកគ្រូមួយយន្តនៅក្នុងថ្នាក់របស់ពួកយើងតែសមត្ថភាពរបស់គាត់គឺមិនស័ក្តិសមនឹងឈ្មោះទើបត្រូវបានចាញ់ក្រោមស្នាដៃលោកគ្រូមួយយិនរឿងនេះខ្ញុំអាចធ្វើជាសាកសីបានដល់តែឃើញនឹងជួយនិយាយឲ្យមួយយិនរបស់យើងតែយិនក៏គិតតែម្នាក់ឯងមែលសិនអ៊ីជួយនិយាយមួយយិនជីតារបស់នាងគឺជាគ្រូស្លថ្នាំកម្រិតទី3នៅក្នុងទីក្រុងប៉ៃយិននេះបើសិនជានាងជួយមួយយិននោះនាយកសាលាច្បាស់ជាដោះលែងគេជាមិនខានហើយលោកគ្រូតុងហ្វាងក៏និយាយជាមួយនាយកសាលានាយកលូរឿងទាំងអស់មិនទាន់យល់ច្បាស់នោះទេខ្ញុំគិតថានាយកសាលាក៏បាននិយាយកាត់យើងចេះវិនិច្ឆ័យហើយតែយិនធ្វើបាបមិត្តនៅក្នុងសាលាហើយមិនគោរពគ្រូគេត្រូវហាមឃាត់មិនឲ្យចូលសាលាមួយខែចំណែកឯមកយ៉ាងមិនមានវិន័យនៅក្នុងថ្នាក់រៀនមិនឲ្យមកសាលាមួយខែដើម្បីពិចារណាកំហុសនៅផ្ទះចំណែកជីនតុងវាយមិនឈ្នះគេចាប់ពីថ្ងៃនេះដកតំណែងពីគ្រូកម្រិតមធ្យមឲ្យទៅជាគ្រូថ្នាក់តូចឃើញការសម្រេចចិត្តរបស់នាយកសាលាគ្រប់គ្នាក៏ស្រឡាំងកាំងនាយកសាលាក៏បានថានៅមើលអីទៀតមិនបន្តកន្លែងរៀនខ្លួនចូលរៀនទៅគ្រប់គ្នាក៏បានទៅកន្លែងរៀនខ្លួនទៅនាយកសាលាក៏មកនិយាយជាមួយនឹងមួយយិនរបស់យើងដោយសម្ដីខ្សឹបបញ្ជាក់ឲ្យមួយយិនយើងប្រឹងបរៀនសេះបានល្អកុំយកបញ្ហាមកឲ្យគាត់ច្រើនពេកមួយយិនរបស់យើងក៏និយាយទាំងអេះក្បាលថ្ងៃក្រោយខ្ញុំយកចិត្តទុកដាក់ថ្ងៃក្រោយខ្ញុំយកចិត្តទុកដាក់លោកគ្រូនាយកក៏បានថាចាំមកភ្លេសិនយើងមានរឿងមួយទៀតត្រូវប្រកាសពេលនេះហើយសេចក្តីប្រកាសមួយនេះគឺប្រាប់ថ្នាក់របស់ទូប្រុសយើងនឹងឯងប្រាប់សិស្សគ្រប់គ្នាថានឹងមានគ្រូថ្មីសិស្សថ្នាក់របស់មួយយិនរបស់យើងគឺខ្ជិលតាំងពីដើមធ្លាប់តែមួយយិនយើងស្លូតពួកគេស្រួលអញ្ចឹងខ្ជិលណាស់ឬសូតែមានគ្រូមួយទៀតពួកគេគឺបដិសេធហើយប៉ុន្តែលោកគ្រូក៏កាចដែរសឡឹងមុខបន្តិចក៏លេងនិយាយទៅបន្ទាប់មកគាត់ក៏អញ្ជើញគ្រូថ្មីនឹងចូលមកហើយម្នាក់នោះគ្មាននរណាទេគឺឈិនមឹងយ៉ាវដែលជាគូដណ្ដឹងរបស់ទូប្រុសយើងនៅនោះឯងសិស្សគ្រប់គ្នាកាលបើឃើញនាងហើយគឺពេញចិត្តស្ដោកតែម្ដងតែប៉ុណ្ណេះលេងចង់លីបម៉ោងហើយស្រែកហូរនឹងផ្ទះដៃពេញថ្នាក់នឹងតែម្ដងអើយឲ្យតែមានអ្នកគ្រូឈិនពួកយើងឈប់ដេកក្នុងថ្នាក់ហើយមែវសិនអ៊ីក៏រអ៊ូទៅមិននឹកស្មាននោះទេថាភ្នំតកកដូចជាឈិនមឹងយ៉ាវបានបង្រៀននៅក្នុងថ្នាក់របស់ពួកយើងរីឯលោកគ្រូតុងហ្វាងកាលបើឃើញនាងហើយគេក៏ស្រមៃទៅសាច់រឿងថយក្រែបន្តិចគេធ្លាប់ផ្ដល់គ្រឿងអលង្ការដូចជាកងដៃទៅឲ្យនាងដោយប្រើលេសថាចង់អញ្ជើញនាងធ្វើជាគ្រូប្រចាំថ្នាក់របស់គេដោយសរសើរលើទេពកោសល្យរបស់នាងប៉ុន្តែពេលនោះសូម្បីតែមួយម៉ាត់ក៏នាងមិនចង់ជលក់មាត់ជាមួយគេផងរួចក៏ក្រោកដើរចេញមិនទទួលយកកងដៃគេនោះទេគាត់នឹងក៏បានស្រែកខាត់នាងទើបនាងប្រាប់ទៅកាន់គេថានាងគ្មានវាសនារស់ដល់ផុតអាយុ20ឆ្នាំទេចំពោះអំណងល្អរបស់គ្រូតុងហ្វាងនាងទទួលយកក៏ប៉ុន្តែនាងមិនអាចទទួលយកអំណោយបានឡើយហើយត្រង់ចំណុចណាគាត់នឹងខឹងនាងមែនតើបដិសេធគេណាសំខាន់ពេលនេះនាងព្រមបង្រៀនថ្នាក់ជាមួយទូប្រុសយើងទៀតមិនឲ្យកាន់តែខឹងរីឯឈិនមឹងយ៉ាវក៏ចាប់ផ្ដើមណែនាំខ្លួនខ្លីៗមកកាន់សិស្សទាំងអស់គ្នាថានាងនឹងធ្វើជាអ្នកណែនាំជាមួយលោកគ្រូមួយយិននឹងប្រាប់ប្រវត្តិរបស់ខ្លួនឯងត្រួសទៅយ៉ាងណាគឺថាគេឈ្មោះរបស់នាងក្នុងទីក្រុងក៏ល្បីមួយយ៉ាងដែរតាក់ទងនឹងជំងឺរបស់នាងគឺនាងមិនអាចរស់ផុតអាយុ20ឆ្នាំនោះទេប៉ុន្តែយ៉ាងណាក៏ដោយជំងឺរបស់នាងពេលនេះត្រូវបានព្យាបាលដោយលោកគ្រូមូហើយគ្រប់គ្នាការបលឺថានាងត្រូវបានព្យាបាលដោយមួយយិនរបស់យើងពួកគេក៏មានការជាផ្អើលដែរព្រោះថាក្នុងក្រុងទាំងមូលអ្នកណាក៏ដឹងដែរថានាងមានជំងឺចម្លែកនេះគ្មានពេលម្នាក់ណាអាចព្យាបាលនាងបាននោះទេមួយយិនយើងបានគេសរសើរមុខសិស្សអញ្ចឹងក៏និយាយមិនចេញដែរបានតែក្រហែមតែប៉ុណ្ណោះឯងឥឡូវរូបភាពរបស់យើងបានតែយើងឃើញថាគ្រូតុងហ្វាងនិងគ្រូជីនតុងនាំគ្នាដើរតែពីរនាក់ហើយគ្រូជីនតុងក៏បាននិយាយជាមួយគ្រូតុងហ្វាងមិនបានជាសម្រាមនេះស្រាប់តែខ្លាំងបែបនេះណោះតុងហ្វាងក៏បានថាសម្រាមមែនទេបើគេជាសម្រាមឯងជាស្អីទៅរួចហើយក៏បានឈប់នឹងនិយាយទៅជីនតុងយើងទៅតែទទួលបានការងារថ្មីមួយមិនដឹងតែឯងហ៊ានធ្វើដែរអត់ជីនតុងក៏បានសួរតែកិច្ចការប្រភេទណាទៅតុងហ្វាងក៏បានប្រាប់ថាមានមនុស្សម្នាក់ហ៊ានចំណាយថ្ម
វិញ្ញាណ500គ្រាប់ដើម្បីទិញក្បាលមួយយិនតើឯងក្លាហានដែរទេជីនតុងគេក៏បានថាហ៊ានថ្ងៃនេះគេបានមើលស្រាក់ខ្ញុំសម្រាប់គេគឺជារឿងងាយទេប៉ុន្តែយ៉ាងណាគេក៏ត្រូវការគ្នាមួយចំនួនទៀតផងដែរតុងហ្វាងក៏ប្រាប់ទៅគឺមានមនុស្ស3នាក់ទៀតសុទ្ធតែដំណាក់កាលទី6នៃកម្រិតទី1តែបើមានបញ្ហារយៈថាហេតុនោះតុងហ្វាងខ្លួនឯងក៏ចូលទៅជួយគេដែរជីនតុងគេថាចឹងល្អហើយគេក៏រកឱកាសនឹងស្រាប់ហើយហើយតុងហ្វាងក៏ងាកទៅមើលមួយយិនរបស់យើងឃើញកំពុងតែឈរនិយាយគ្នាជាមួយនឹងឈិនមឹងយ៉ាវយ៉ាងស្និទ្ធស្នាលខឹងមែនតែនឯងហ៊ានយកមនុស្សពីយើងលទ្ធផលបញ្ចប់មិនល្អនោះទេឈុតបន្ទាប់ទៀតនៅពេលដែលសិស្សចេញលេងធម្មតាមៀវសិនអ៊ីក៏មកនិយាយជាមួយនឹងទូប្រុសរបស់យើងថានៅក្នុងថ្នាក់មុននេះលោកគ្រូបញ្យល់ពិតជាមិនធម្មតានោះទេអញ្ចឹងឲ្យសិស្សម្នាក់នេះនៅមានចម្ងល់ចង់សួរទៀតមួយយិនគិតក្នុងចិត្តសួរមែនទេខ្លាចតែថាក្មេងស្រីម្នាក់នេះគ្មានចេតនាល្អទេមួយយិនយើងក៏ថាបដូរទៅស្អែកគ្រូនឹងទៅភ្នំពេញយន្តដើម្បីប្រមូលគ្រឿងទេសខ្លះអញ្ចឹងហើយក៏បានចាកចេញទៅប៉ុន្តែនាងក៏បានរារាំងផ្លូវគេហើយសម្លឹងមុខទូប្រុសយើងមិនដាក់ភ្នែកឡើយមួយយិនយើងក៏បានថាមើលស្អីចង់ទៅដែរមែននាងក៏បានថាល្អណាស់លោកគ្រូបានជាលោកគ្រូសម្រេចចិត្តហើយនោះជួបគ្នានៅថ្ងៃស្អែករួចក៏បានរត់ទៅផ្ទះវិញប្រុចចឹងទៅធ្វើឲ្យមួយយិនរបស់យើងដកដង្ហើមធំតែម្ដងភ្នំពេញយន្តមានចម្ងាយរាប់ពាន់ម៉ៃដីក៏ចម្លែកដែរហើយមានសត្វចម្លែកជាច្រើនតែនាងមិនដឹងថាវាគ្រោះថ្នាក់ប៉ុណ្ណាទេអីឈិនមឹងយ៉ាវក៏សួរទូប្រុសយើងនេះស្អាតណាស់ហីទូប្រុសយើងក៏ធ្លុយមាត់ស្អាតណាស់ដឹងខ្លួនឡើងយឺតពេលបាត់គេប្រច័ណ្ឌបាត់ក៏ខំក្រឡាស់សម្ដីទៅថាខ្ញុំចង់មានន័យថាស្អាតហ្នឹងណាគឺសាលារបស់យើងវាស្អាតនាងមិនខ្វល់ទេក៏ងោចឹងទៅទូប្រុសយើងក៏បានមកស្ទាក់និយាយជាមួយនាងចាំមកផ្លេតនាងឈិនខ្ញុំមានរឿងត្រូវនិយាយជាមួយអ្នកនាងក៏បានងាកមកចេញទូប្រុសយើងក៏បានថាអ្នកនាងឈិនណានាងបាននិយាយថាអ្នកនាងបានជាសះស្បើយពីជំងឺពេញលេញហើយនិយាយអំពីមង្គលការរបស់យើងនាងក៏បាននិយាយកាត់ឡើងសប្បាយរីករាយមង្គលការនេះខ្ញុំត្រូវការគិតម្ដងទៀតសិនលោកមិនចាំបាច់បារម្ភនោះទេមួយយិនក៏បានដាក់ដៃលើស្មារបស់នាងនិងនិយាយទៅកាន់នាងទៅគិតអំពីវាអីមិនចាំបាច់គិតអំពីវាអីទៀតនោះទេពេលវេលានៃការកំណត់ចិត្តមកដល់ហើយណាពឹសត្រជាក់របស់អ្នកនាងបានជាសះស្បើយដូច្នេះអនាគតរបស់អ្នកនាងគឺគ្មានដែនកំណត់ឡើយខ្ញុំគ្រាន់តែជាសម្រាមនៅទីក្រុងប៉ៃយន់តែអ្នកនាងរៀបការជាមួយខ្ញុំមែនទេវាអាចធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់អ្នកនាងកាន់តែអន្តតាមនឹងដែរដូច្នេះមង្គលការមួយនេះត្រូវតែលុបចោលបានឆាប់លឺអញ្ចឹងនាងក៏ខឹងនាងក៏បានសួរទាំងសំណួរទៅលោកចង់លុបចោលមង្គលការហើយគិតថាខ្ញុំនឹងមិនស័ក្តិសមជាមួយលោកមែនទេលោកឯងនេះមិនចេះខ្មាស់គេចង់លុបចោលមង្គលការនេះហីមិនអាចទៅរួចឡើយហើយក៏បានរត់ប្រយអញ្ចឹងទៅមួយយិនរបស់យើងក៏ថាមិនបានជានាងខឹងតែនាងមិនគួរសប្បាយចិត្តទេឈុតបន្ទាប់មួយយិនរបស់យើងបានមកវឹកហាត់ទីរ៉ៃនៅក្នុងផ្ទះក៏ហាត់ដែរដង្ហើមស្រូបចូលវឹកហាត់យុទ្ធសិលវឹកហាត់ធម្មពលឈីពិតប្រមូលផ្ដុំភ្លាមតែលទ្ធផលស្បៃគឺមិនដូចអ្វីដែលគេរំពឹងទុកទេធ្លាប់តែជាថបឥឡូវនេះគឺនៅឡូនៅតែអស់គ្នាវេទនាមែនតើរាងកាយមួយនេះគុណសម្បត្តិអន់ពេកហើយលំហូរនៃជីហូរយឺតណាស់បាននៅតែបន្តបែបនេះទោះបីជាហាត់ដល់ស្លាំក៏មិនអាចទៅរួចនោះទេទម្លុះកម្រិតទៅកាន់ដំណាក់កាលទី5នៃកម្រិតទី1នោះភ្លាមនោះក៏បានឃើញថារមួយជូសៀនកំពុងតែដំណើរការគេក៏នឹកឃើញតែម្ដងរមួយជូសៀនច្បាស់ជាអាចជួយបានខ្ញុំមិនអាចជឿនោះទេខ្ញុំជាស្ដេចទេពអប្សរមិនអាចទម្លុះអាណាចក្រដើម្បីវឹកហាត់ឈីនោះដូច្នេះហើយគេក៏បានប្រើចំណេះដឹងរបស់គេបូកជាមួយនឹងកម្លាំងរមួយទេពជូសៀនប៉ុន្តែមានណាពេលដែលយកវាចេញមកខាងក្រៅគឺមិនអាចប៉ះវាបានឡើយតែមិនអីទេទូប្រុសយើងនៅតែចាប់វាម្ដងទៀតចឹងពេលដែលចាប់វាក៏បានបញ្ចេញនៅធម្មពលយានដ៏ច្រើនទូប្រុសយើងក៏បានសប្រៃធម្មពលយាននឹងអាចហៅថាកម្លាំងធាតុបានអត់ទេអ្នកហៅថាកម្លាំងធាតុទេចុះដល់ទូប្រុសយើងបានស្រោបវាចូលក្នុងខ្លួននឹងឯងអញ្ចឹងហើយពេលដែលគេបានប្រើកម្លាំងធាតុដែលទទួលបានពីរមួយទេពជូសៀននេះវាក៏បង្កើតទៅជារូបរាងមួយដែលវាហាក់ដូចជាឆន្ទៈរបស់ចចកព្រៃអញ្ចឹងហើយទូប្រុសយើងក៏បានប៉ះនៅរនាំងដំណាក់កាលទី5នៃកម្រិតទី1ដែលដំណាក់កាលទី5នៃកម្រិតទី1នេះគឺដំណាក់កាលនៃការវឹកហាត់ឈីនឹងឯងហើយគេក៏ទទួលអត្ថប្រយោជន៍ផ្សេងទៀតដែរដូចជាកម្លាំងកាយរបស់គេខ្លាំងជាងមុនបើឲ្យប្រៀបធៀបនឹងគឺខ្លាំងជាងអ្នកដំណាក់កាលទី6នៃកម្រិតទី1ដែលវឹកហាត់ធម្មតាទៀតផងស័ក្តិសមជាទេពអប្សរដ៏អស្ចារ្យដែលគ្រប់គ្រងពិភពលោកពិតជាអស្ចារ្យណាស់រូបភាពរបស់យើងកាត់មកព្រឹកស្អែកមេឃទៀបភ្លឺប្រហែលជាម៉ោង4អីចឹងដឹងមួយយិនយើងខំផ្លោះលបងចេញក្រៅផ្ទះព្រោះគេត្រូវទៅភ្នំពេញយន្តប៉ុន្តែសិស្សរបស់គេមៀវសិនអ៊ីគឺឈរចាំនៅខាងក្រៅស្រាប់មុំឃើញទូប្រុសយើងមកដល់នាងក៏បានសើចលោកគ្រូយើងដូចទៅពីព្រលឹមដល់អត់ត្រូវការញ៉ាំអាហារពេលព្រឹកសិនទេអីមួយយិនរបស់យើងក៏វីក្បាលតែម្ដងអូក្មេងនេះអស់ទោសតាមតោងស្អិតដូចតកែហ្មងហើយជិតបន្ទាប់ទៀតពួកគេបានមកដល់ផ្លូវនៃការចូលទៅកាន់ភ្នំហើយកំឡុងពេលនេះយើងបានឃើញថាពួកឃាតករស៊ីឈ្នួលកំពុងតែខ្លំមើលពួកគេដល់តែឃើញមៀវសិនអ៊ីនៅជាមួយមួយយិនរបស់យើងពួកគេរៀនស្ទាក់ស្ទើរបន្តិចយ៉ាងណានាងគឺជាចៅស្រីរបស់លោកម្ចាស់មេវជីងអាហ្នឹងកូនចៅប៉ុន្តែមេខ្លោងគេអត់ខ្វល់រឿងនោះទេបាទនាងស្លាប់ហ្នឹងគឺថាយករាងកាយឲ្យសត្វព្រៃវាហែកស៊ីទៅនោះគឺបាត់ផោះតាំងអីខ្វល់ថានាងចៅអ្នកណាចៅអ្នកណីស្អីសំខាន់នោះគឺថាថ្លៃឈ្នួលដែលពួកគេទទួលបានគឺអាចធ្វើឲ្យពួកគេសប្បាយបានរយៈពេលកូនចៅក៏ភាសាទេនិយាយទៅកូនចៅគេចិត្តមិនសូវដាច់ដែរឃាតករនៃកំសាញីដល់ហើយមេខ្ញុំឮថាមួយជាតិនឹងមិនសូវស្រួលដោះស្រាយប្រហែលទេណាមេអាមេក៏បានថាទៅគ្រាន់តែគ្រូគុណដំណាក់កាលទី4នៃកម្រិតទី1ហើយស្រីម្នាក់នោះទើបតែទម្លុះមកដំណាក់កាលទី3នៃកម្រិតទី1សម្រាប់ពួកគេគឺជារឿងងាយស្រួលសម្រាប់យើងណា
បើយើងងាកមើលកាន់មួយយើងរបស់យើងវិញកូនសិស្សកំហូចហ្នឹងគឺនាងតាមសួរអំពីថ្នាំហ្នឹងគឺមិនចេះអស់មិនចេះហើយទេលោកគ្រូមូពេលដែលលោកគ្រូនិយាយអំពីថ្នាំក្របលីងតាន់លើកចុងក្រោយវិធីសាស្ត្រនោះអាចធ្វើទៅបានលោកតារបស់ខ្ញុំចង់ជួបលោកគ្រូដោយផ្ទាល់សូមការណែនាំមួយយិនក៏បានថាអ្នកណាជាតារបស់នាងយករូបមន្តខ្ញុំហើយប៉ុន្តែមិនផ្ដល់លុយឲ្យខ្ញុំនាងក៏បានថាលោកតាខ្ញុំជាលោកម្ចាស់មេវជីងទូប្រុសយើងក៏ថាហើយក៏ដែរហួធម្មតានាងក៏មកស្ទាក់ទូប្រុសយើងទៅខ្ញុំមិនខ្វល់ទេលោកតាខ្ញុំចង់ជួបលោកគួរតែជួបគាត់បើមិនចឹងទេនោះបើមានអីកើតឡើងចំពោះខ្ញុំនៅភ្នំពេញនេះលោកគ្រូត្រូវតែទទួលខុសត្រូវក៏ខំឈ្ងោកមុខមកចិត្តមួយយិនរបស់យើងហៅឈ្មោះលោកគ្រូអញ្ចឹងទៅមួយយិនក៏បានថាកុំមាត់មានសត្វព្រៃនាងក៏រត់បក្រោយខ្នងដើម្បីអាងទូប្រុសយើងអញ្ចឹងណាលោកគ្រូខ្ញុំឮថារៀងរាល់ឆ្នាំមានទាហានចំនួនជាច្រើនបានចូលមកប្រមាញ់នៅភ្នំពេញយន្តហើយខ្ញុំក៏បានឮថាពួកគេជាច្រើនបានស្លាប់នៅទីនេះមួយយិនក៏បានថាឥឡូវឯងខ្លាចហើយបន្ទាប់មកពួកគេក៏បានឃើញវងចចណាតើអស់គ្នាចចឡើងច្រើនតែម្ដងឃើញសត្វនេះហើយមួយយិនក៏គិតក្នុងចិត្តរាងកាយមួយនេះមានមូលដ្ឋានគ្រឹះមិនស្ថិតស្ថេរហើយអាចត្រូវបានពង្រឹងដោយការប្រយុទ្ធដែលមានកម្លាំងខ្លាំងប៉ុណ្ណោះចចរោមពណ៌ស្វាយដំណាក់កាលទី3នេះពិតជាលេចឡើងនៅពេលត្រឹមត្រូវមែនទែនស៊ិនអ៊ីក៏និយាយខ្សឹបមកកាន់ទូប្រុសយើងថាចចរោមពណ៌ស្វាយជួយចិត្តធ្វើការជាក្រុមនៅពេលដែលវាវាយប្រហារសត្វចំណីដូច្នេះយើងត្រូវការកម្លាំងជាច្រើនដើម្បីសហការលោកគ្រូមិនមែនចង់ប្រយុទ្ធជាមួយនឹងចចមកវងតែម្នាក់ឯងទេតែមែនទេមួយយិនក៏បានថាអាម៉េចក៏មិនអាចអញ្ចឹងហើយក៏បានចេញទៅប្រយុទ្ធតែម្ដងដើរចូលទៅក្នុងចំណោមវងចចហើយនឹងចចក៏បានឡោមពាត់គេរួចក៏បានលោតស្រោះគ្នាម្ដង3សម្ដៅមកកាន់ទូប្រុសរបស់យើងមួយយិនក៏បានបញ្ចេញស្នៀតរបស់គេប្រែប៉ាឃើញគ្នាវា3ដេកស្អាតចឹងអាផ្សេងទៀតចាប់ផ្ដើមរោមកពួកវាក៏បានលួទាំងអស់គ្នាហ្នឹងទៅលួហើយក៏នាំគ្នាលោតមកសង្គ្រប់ទូប្រុសយើងដំណាលគ្នាមួយយិនរបស់យើងក៏ដាក់ទៅប៉ាម្ដងប៉ាំង2អីហើយមិនឈួយចាំទៅវាយទេពេលវាលោតសង្គ្រប់មកក៏បានហោះឡើងលើផុតចឹងទៅឬក៏បានបាញ់សិលទៅមកកាន់វងដែលកំពុងតែផ្ដុំគ្នាប៉ាំង4 5អីចឹងទៅការដែលឃើញទូប្រុសយើងខ្លាំងបែបនេះណានៅតអស់គ្នាមៀវសិនអ៊ីនាងគឺថាភ្ញាក់ផ្អើលមែនតើពិតជាអស្ចារ្យខ្លាំងណាអាមួយនោះគេនៅលូអីមានអីមួយជើងប៉ាក់ដល់2ក្បាលទៀតឃើញហើយនៅម្បានេះអញមើលទៅឈ្នះហើយនាំគ្នាដាក់មេប្រូចចង់ក៏វាចេះខ្លាចដែរពួកឃាតករការបើឃើញមួយយិនរបស់យើងខ្លាំងបែបនេះដូចមិនតំណងទេវ៉ៃតើល្អិតនេះពិតជាដំណាក់កាលទី4កម្រិតទី1ពិតមែនអីមែនហើយអាចប្រមូលផ្ដុំឈីបង្កើតទៅជាកម្លាំងផ្ទុះបានមិនគួរឲ្យជឿទេថាពេលនេះយើងត្រូវបានគេបោកអាមេខ្លោងក៏បានថាទោះបីជាអាក្មេងនោះខ្លាំងក៏ដោយក៏គេអាចសម្លាប់សត្វចចករោមពណ៌ស្វាយបានយ៉ាងច្រើនត្រឹមតែមួយក្នុងមួយស្នៀតតែប៉ុណ្ណោះវាមិនត្រូវបានដកចេញទាំងស្រុងទេដូច្នេះខ្ញុំនឹងធ្វើឲ្យពួកគេភ្ញាក់ផ្អើលហើយមួយយិនរបស់យើងក៏ចាប់ផ្ដើមមានរបួសដល់ពេលមេវសិនអ៊ីបានខំអារម្មណ៍មកចិត្តគេក៏បានខ្សឹបប្រាប់ទៅថាគេអត់មានអីនោះទេដោយសារតែមានមនុស្សកំពុងតែមើលយើងក៏មើលទៅវិញណាពួកគេតាមយើងតាំងពីទីក្រុងប៉ៃយិនមកម្លេះនាងក៏ថាអញ្ចឹងយើងគួរធ្វើអ្វីទៅញញឹមបន្តិចហើយអ្នកកំឡោះរបស់យើងក៏បានប្រាប់ទៅខ្ញុំនឹងបញ្ឆោតគេហើយគេក៏បានសម្ដែងធ្វើជាហត់នឿយខ្លាំងជាងមុនទៅទៀតស៊ិនអ៊ីឆាប់ជួយខ្ញុំផងពេលនេះត្រូវតែការពារខ្ញុំនាងក៏សម្ដែងជាមួយគេលោកគ្រួតអីណៃហើយក៏បានគ្រាទូប្រុសយើងចឹងណាមួយយិនក៏ថាខ្ញុំប្រើកម្លាំងអស់ច្រើនពេកហើយពេលនេះខ្ញុំខ្លាចតែថាសំបីតែនាងក៏អាចសម្លាប់ខ្ញុំបានដែរប៉ុន្តែបើខ្ញុំសម្រាកបន្តិចនោះខ្ញុំនឹងបានប្រសើរវិញពួកឃាតករក៏ចេញមកតែម្ដងកាច់ដៃលឺសូរតែក្រាក់ចង់សម្រាកអីយើងឲ្យឯងសម្រាកឲ្យបានល្អមួយយិនរបស់យើងធ្វើជានៅក្រោយមេវសិនអ៊ីក៏ធ្វើជាសួរចោលពួកឯងជាណាពួកឃាតករក៏បានថាអាល្អិតឯងពិតជាខ្លាំងមែនប៉ុន្តែឯងគ្មានខួរក្បាលអីទាត់តែសោះឯងមកដល់ភ្នំពេញយិននេះប្រើកម្លាំងខ្លួនឯងឲ្យទាត់ទៅអស់បែបនេះឯងគួរតែដឹងថាទីនេះមានរបស់គ្រោះថ្នាក់ខ្លាំងប៉ុណ្ណាមិនមែនគ្រាន់តែជាសត្វបិសាចនោះទេថែមទាំងមានមនុស្សទៀតផងអានឹងនិយាយរួចហើយក៏បានលោតមកមុនគេធ្វើចរិតលយអស់ទាស់អ្នកនរគ្នាសួស្តីអ្នកក្លាហានជ្រុងសច្ចធម៌ទាំងអស់គ្នាស្វាគមន៍មកកាន់រឿងរមូរទេពជូសៀនដែលជាភាពបន្តឥឡូវមានគេជួលយើងឲ្យមកសម្លាប់ឯងដូច្នេះក៏មិនទោសថាយើងសម្លាប់ឯងអីតែមួយយើងរបស់យើងបានរុញកូនសិស្សចេញហើយក៏បានរត់បញ្ច្រាស់អាគាត់នឹងទៅដើមកបិតបានពីអាគាត់នឹងទៀតផងជាលទ្ធផលអាប៉ែនឹងដាច់បំពង់ខ្យល់ដែលមិនដឹងខ្លួនឈាមបាញ់មករាវពីបំពង់កនោះឯងស្លាប់ទាំងមិនដឹងថាខ្លួនស្លាប់ដោយសារអីនោះទេឈាមក៏បានស្រក់ចេញពីមុខកំបិតតក់ឯងនិយាយត្រូវហើយនៅលើភ្នំពេញយន្តនេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់មិនថាសត្វឬក៏មនុស្សឡើយពួកឯងទាំងអស់គ្នាតាមយើងពេញមួយថ្ងៃហើយគួរតែហត់ណាស់ហើយតែមែនទេឆាប់ប្រាប់យើងភ្លាមមកតើអ្នកធំម្នាក់ណាបងលុយឲ្យពួកឯងមកសម្លាប់យើងមនុស្សមិនច្រើននោះទេដែលចង់សម្លាប់យើងនៅទីក្រុងពេញយន្តនេះមេឃាតករគេក៏បានថាអាល្អិតប្រហើនហ៊ានលេងល្បិចដាក់យើងផងអីយើងទាំង3នាក់គឺសុទ្ធតែស្ថិតនៅដំណាក់កាលទី6អាចសម្លាប់ឯងបាននឹងងីឡៅអ៊ូរៀបចំក្បួនរបស់យើងអញ្ចឹងតើកូនចៅនឹងក៏បានបញ្ចូលកម្លាំងធាតុឲ្យមេឃាតកររបស់គេបន្ទាប់មកមេឃាតករនឹងក៏បានកើនកម្លាំងនៃកម្រិតអាណាចក្រស្ថិត
ត់ទៅដល់ដំណាក់កាលទី7ដែលវាខ្លាំងជាងមុន 25% អញ្ចឹងហើយគេជឿជាក់ថាប៉ុណ្ណឹងគឺគ្រប់គ្រាន់ក្នុងការសម្លាប់មួយយិនរបស់យើងក្រោយពីមានភាពជឿជាក់ហើយក៏បានរត់តាំងមកវាយមួយយិនរបស់យើងនោះឯងមួយយិនស្លាប់ទៅមេសិនអ៊ីក៏បានបង្ហាញក្តីបារម្ភលោកគ្រូមូទោះប្រុសយើងក៏បានថាមិនបារម្ភទេចង់ប្រយុទ្ធជាមួយខ្ញុំនឹងដោះស្រាយជាមួយឯងឲ្យបានល្អអញ្ចឹងទៅគេក៏បានម្លាស់ទីយ៉ាងលឿនហើយក៏បានចុចជីបចោលពីក្រោយខ្នងអានទឹកនឹងឆ្វាប់អាគាត់នឹងក៏បានថាហ៊ានវាយប្រហារយើងពីក្រោយឯរੂស្លាប់ហើយរួចក៏បានងាកមកវាយឋានយិនរបស់យើងអញ្ចឹងហើយកដាប់ដៃនឹងកដាប់ដៃទល់ហ៊ានលឺសូរទៅតាក់បន្ទាប់មកមួយយិនរបស់យើងគេក៏បានប៉ើងថយក្រោយប្រហែលជា80ចង្អាមការនេះធ្វើឲ្យមួយយិនរបស់យើងដឹងថាអាគាត់នឹងគឺខ្លាំងមែនគេមិនត្រឹមតែកើនឡើងនៅកម្លាំងរាងកាយរបស់គេនោះទេថែមទាំងការការពារនៃរាងកាយរបស់គេហាក់ដូចជាមានអាវក្រោះពីក្រៅអញ្ចឹងកំឡុងពេលជាមួយគ្នាយើងបានឃើញថាគ្រូតុងហ្វាងនិងគ្រូជីនតុងកំពុងតែឈរមើលការប្រយុទ្ធរបស់ពួកគេពីលើនោះឯងជីនតុងគេក៏បានថាខ្ញុំមិនអាចនិយាយបានថាអ្នកចាប់ផ្ដើមដំបូងមានបច្ចេកទេសសម្ងាត់ដូចនោះទេពេលនេះទោះបីជាគេមិនអាចសម្លាប់មួយយិនបានតែគ្រប់គ្រាន់ធ្វើឲ្យគេរបួសធ្ងន់គ្រូតុងហ្វាងក៏បានថាកុំទាន់ពេញចិត្តអីសម្រាប់កញ្ចាស់នេះអត់ប្រយោជន៍9ឆ្នាំហើយការរីកចម្រើនភ្លាមរបស់គេច្បាស់ជាទទួលបានអាវុធវេទមន្តពិសេសណាមួយជាមិនខានឡើយបើនោះជាការពិតយើងទាំងពីរនឹងសម្លាប់គេបើងាកមកមើលការប្រយុទ្ធគ្នាមេឃិតរកក៏បានបន្តវាយទូប្រុសយើងនឹងវាយម្ដាយនេះឲ្យផ្ទុះដើម្បីសងសឹកឲ្យប្អូនទី3និងប្អូនទី7របស់យើងតែវាយយ៉ាងម៉េចក៏មិនត្រូវមួយយិនរបស់យើងដែរមួយយិនយើងគេចផុតហើយនឹងគេក៏បានថាបញ្ញាមោទនភាពពេកទេអីរួចក៏បានរត់តាំងប្រើលបឿនដល់លឿនធ្វើការវាយប្រហារមកវិញកុំគិតថាយើងមិនប្រកែកដូចជាឯងនោះការបើឃើញមួយយិនរបស់យើងរត់មករកគេហើយនោះអាគាត់នឹងក៏បានអាមេកាប់យុទ្ធសាស្ត្ររបស់គេពាក់ប៉ុន្តែមួយយិនរបស់យើងដឹងអំពីខ្យល់នៃការតររបស់គេក៏បានគិតជាមុនផ្ទុយទៅវិញអាគាត់នឹងមិនបានត្រៀមខ្លួនក្នុងការការពារមួយយិនរបស់យើងបានកាប់មកយុទ្ធសាស្ត្ររបស់គេដែលយើងឃើញថាយុទ្ធសាស្ត្ររបស់គេមានរាងជាផ្លែដាវឋានសួគ៌ប៉ុន្តែយុទ្ធសាស្ត្ររបស់ឯខ្សោយពេកហើយហ៊ានបង្ហាញពួកវាទាំងអស់នេះមកកាន់យើងផងវាហាក់ដូចជាខ្លាំងប៉ុន្តែតាមពិតមានចំណុចខ្វះខាតច្រើនពេកហើយអញ្ចឹងតែអាគាត់នឹងក៏បានទប់នៅសន្ទុះដាវឋានសួគ៌របស់ទូប្រុសរបស់យើងតែយ៉ាងណាក៏ដោយដែរគេទប់មិនជាប់នោះទេជាលទ្ធផលគេក៏បានលុតជង្គង់ក្រឹបដៃទាំងពីរលើកលែងរួចនិយាយភ្លាមមកអ្នកណាជួលឯងឲ្យមកសម្លាប់យើងមេសិនអ៊ីក៏បានទាត់គេប៉ាំងបាននិយាយកុហកយើងនឹងកាត់ដៃកាត់ជើងឯងបោះឯងដាក់អញ្ចាមផ្លូវឯងសុំទានគេម្ដងអាគាត់នឹងថានឹងព្រមប្រាប់ហើយរោគតែនឹងប្រាប់ស្រាប់តែកំបិតហោះចំពីក្រោយខ្នងគេក៏បានស្លាប់មួយយិនមិននឹកស្មានថាជនសម្រាមល្បីឈ្មោះអស់ជាង10ឆ្នាំនៅទីក្រុងប៉ៃយុនតាមពិតទៅគឺជាជើងខ្លាំងម្នាក់ដែរសោះមេសិនអ៊ីក៏បានស្រែកសួរទៅអ្នកណាគេតុងហ្វាងចេញមកគេក៏បានថាពិតជាបង្ហាញការភ្ញាក់ផ្អើលដល់យើងពិតមែនអាសម្រាមថោកទាមមួយយិនរបស់យើងក៏នាំមេសិនអ៊ីរត់ទៅតែសិនអ៊ីមិនព្រមរត់ឡើយខ្ញុំមិនចង់រត់ទេលោកគ្រូតុងហ្វាងលោកគ្រូជីនតុងហេតុបានជាចង់សម្លាប់លោកគ្រូមូបាននៅតែបន្តធ្វើរឿងនេះខ្ញុំនឹងទៅប្រាប់នាយកសាលាតុងហ្វាងនិយាយទាំងសាយថាត្រឡប់ទៅវិញប្រាប់នាយកសាលាមែនទេមិនក៏មិនភ័យតែខ្លួនឯងថ្ងៃនេះមានជីវិតត្រឡប់ទៅវិញដែរឬក៏អត់នាងក៏បានថាតាមពិតលោកគឺជាមនុស្សបែបនេះហីតុងហ្វាងក៏បានថាមួយយិនយើងមិនចង់ធ្វើឲ្យឯងឈឺខ្លួនទេស្ដាប់សម្ដីយើងយកអាវុធវេទមន្តដែលឯងមានចេញមកភ្លាមមកបើមិនអញ្ចឹងទេអាសម្រាមឯងមានស្លាប់ក៏ហោះមិនរួចដែរមួយយិនក៏បានថាតុងហ្វាងយើងអត់មានគំនុំជាមួយឯងទេមេខ្លោងនៅពីក្រោយគំនិតរបស់ឯងនេះតើជានរណាទៅយើងខ្លាចតែថាមូហ្វឹងយួនហើយនៅមូហ្វឹងឈីងក៏ពាក់ព័ន្ធជាមួយរឿងនេះដែរតាកញ្ចាស់ពីរនាក់នេះបានចំណាយថ្មវិញ្ញាណឋានៈទាប1000គ្រាប់បញ្ជាឲ្យយើងមកសម្លាប់ឯងក្រៅពីនេះឯងតែម្នាក់ឯងក៏មិនអីដែរមួយយិនក៏បានឲ្យមេសិនអ៊ីរត់ទៅតែនាងមិនព្រមទៅឡើយជីនតុងក៏បានថាចង់ទៅអីថ្ងៃនេះពួកឯងទាំងពីរនាក់មិនអាចទៅណាបានទេបន្ទាប់មកតុងហ្វាងក៏លុតមកវាយមួយយិនយើងអ្នកទាំងពីរក៏បានទប់គ្នាក្នុងព្រៃក៏ពោពេញទៅដោយពន្លឺផ្កាភ្លើងតុងហ្វាងក៏បានថាភាពខុសគ្នានៃដំណាក់កាលទី5និងដំណាក់កាលទី7មួយយិនឯងគួរតែដឹងអំពីរឿងនេះការប្រយុទ្ធជាមួយយើងដូចជាយកពងមាន់មកជុលជាមួយនឹងថ្មអញ្ចឹងមួយយិនក៏បានថាពិតជាសាកសមដំណាក់កាលទី7ពិតមែនអាចប្រមូលផ្ដុំឈីពិតដំណាក់កាលទី7នេះគឺពិតជាខ្លាំងណាស់សម្រាមនៅតែជាសម្រាមបើទោះជាឯងពឹងអាស្រ័យទៅលើអាវុធវេទមន្តក៏ដោយឯងនៅតែជាសម្រាមមួយយិនយើងក៏បានប៉ាងបន្តិចអាគាត់នឹងក៏ថែមនៅបាតដៃមួយទៀតដែលមានឈ្មោះថាប៉ាហុងយិនទៅធ្វើឲ្យមួយយិនរបស់យើងការបន្ទប់ទល់ក៏បានប៉ាងបន្តទៀតដែរគេក៏បានឧទានឡើងថាប៉ាហុងយិនពិតជាក្បាច់គុណល្អយើងចង់បានវាតុងហ្វាងក៏បានថាចង់បានអីចាំឯងទៅកាន់ឋានៈរੂយើងនឹងឲ្យឯងរួចហើយគេក៏បានបញ្ចេញយុទ្ធសិលគេបន្តទៀតដែលនេះគឺជាយុទ្ធសិលចម្លែកមួយទៀតហើយមួយយិនរបស់យើងក៏បានថាប្រមូលផ្ដុំឈីពិតម្ដងទៀតហើយតុងហ្វាងក៏បានថាយ៉ាងម៉េចឯងគិតថាយើងខ្លាចលាក់ខ្លួនដូចជាដើមមែនទេប៉ាហុងយិនមីធានយិនគេក៏ប្រមូលយុទ្ធសិលរបស់គេចឹងទៅទោះប្រុសយើងក៏បានថាក្បាច់គុណនេះពិតជាក្បាច់គុណល្អប៉ុន្តែវាគ្មានប្រយោជន៍ទេនៅក្នុងដៃរបស់ឯងនោះឋានយិនរបស់យើងក៏បានបញ្ចេញដាវរបស់គេដូចគ្នាអាគាត់តុងហ្វាងក៏បានថាប្រមូលផ្ដុំយួនពិត
មេវសិនអ៊ីក៏បានរអ៊ូរងើទៅថាការប្រមូលផ្ដុំយានពិតនេះគឺយ៉ាងហោចណាស់គឺស្ថិតនៅដំណាក់កាលទី8នៃកម្រិតទី1ទើបអាចធ្វើបានខ្ញុំឮថាលោកគ្រូតុងហ្វាងស្ថិតនៅដំណាក់កាលទី7អស់រយៈពេលកន្លះឆ្នាំហើយមិនត្រឹមតែអាចបើកតានធានថែមទាំងអាចប្រមូលផ្ដុំយានពិតទៀតលោកគ្រូមូគ្រាន់តែដំណាក់កាលទី5ប៉ុន្តែក៏អាចប្រើវាបានដែរតុងហ្វាងនេះវិញគេក៏បានថាចង្រៃយោអាមួយយិនយើងចង់ឲ្យស្លាប់ដោយគ្មានដីកប់អញ្ចឹងទៅគេប្រមូលផ្ដុំកម្លាំងធាតុរបស់គឺយើងបានឃើញថាអូយុទ្ធសិលគេដោះកដើមឈើម្ដុំនឹងបាក់ខ្ទេចអស់អ្នកនរគ្នាហើយគេក៏បានស្រែកឡើងទៅត្រាជីវិតហើយនឹងមរណៈរីឯមួយយិនរបស់យើងការបន្ទប់ទល់ជាមួយនឹងសត្រូវដែលមានដំណាក់កាលលើគេដល់តែ3ដំណាក់កាលបែបនេះមានតែប្រើរមូទេពជូសៀនទេទើបអាចជួយបានកណ្ដាប់ដៃនៃភាពទទេខែលនៃភាពទទេដើរនៃភាពទទេតុងហ្វាងការបើឃើញហើយគេក៏បានថាតើនេះជាការប្រមូលផ្ដុំយួនស្អីរបស់ឯងយើងមិនជឿថាអាវុធរបស់ឯងខ្លាំងជាងយើងនោះទេមួយយិនរបស់យើងក៏បានលោតយកដាវកាប់ត្រាមួយនឹងប៉ុន្តែมันអាចធ្វើឲ្យត្រានឹងបែកនោះទេបន្ទាប់មកដាវរបស់គេក៏បែកគេក៏បានយកខែលគេការពារខ្លួនម្ដងតុងហ្វាងគេក៏បានថាឲ្យយើងមើលបន្តិចទៅមើលអាវុធវេទមន្តរបស់ឯងអាចទប់ទល់ជាមួយនឹងត្រាមរណៈរបស់យើងបានដែរឬក៏អត់ហើយមួយយិនរបស់យើងក៏បានប៉ើងហើយអាត្រានឹងបុកគេទៀតប៉ឹកធ្លាក់ដល់ដីប្រហើយតាក់ហើយផ្សែងត្រឡោមមេវសិនអ៊ីក៏បារម្ភថាទូប្រុសយើងស្លាប់ហើយអាគាត់នោះក៏បានសើចចំអកទៅកាន់ទូប្រុសយើងផងដែរមួយយិនឯងខ្លាំងប៉ុណ្ណាទៅពេលនេះយើងសម្លាប់ឯងបានហើយដូច្នេះកំណប់ទឹកដ៏មានតម្លៃរបស់ឯងនឹងខ្លាយទៅជារបស់យើងបន្ទាប់មកយើងខ្លាយជាទេពកោសលលេខ1នៅទីក្រុងប៉ៃយិនទេពកោសលអស្ចារ្យជាងគេគឺតុងហ្វាងយើងនេះមេវសិនអ៊ីក៏បានថាតុងហ្វាងយីខ្ញុំមិននឹកស្មានថាតាមពិតមុខពិតរបស់លើគឺបែបនេះសោះតុងហ្វាងគេក៏បាននិយាយអំពីរឿងប្រឌិតមួយបន្ទាប់ពីគេសម្លាប់នាងហើយថាមួយយិនរបស់យើងនាំនាងមកភ្នំប៉ៃយិនរួចហើយក៏លបួងនាងដោយសារតែតណ្ហាតែចៃដន្យលោកគ្រូជីនតុងក៏បានឆ្លងកាត់ទៅមួយយិនក៏បានសម្លាប់លោកគ្រូជីនតុងហើយបន្ទាប់មកគេក៏បានឆ្លងកាត់ឃើញបែបនេះក៏បានសម្លាប់មួយយិនហើយនាងខឹងខ្លាំងពេកក៏បង្ខំខ្លួនឯងឲ្យស្លាប់ទៅជាមួយនឹងមួយយិនថាទៅមើលផែនការបែបនេះឥតខ្ចោះដែរទេនាងក៏បានថាកុំយល់សប្តិតុងហ្វាងក៏បន្តទៀតថាខ្ញុំដោយគុណធម៌នៃគេឈ្មោះរបស់ខ្ញុំគ្មាននរណាម្នាក់នៅក្នុងទីក្រុងប៉ៃយិនសង្ស័យខ្ញុំនោះទេអាគាត់នឹងក៏បានយាដៃចង់សម្លាប់នាងហើយនាងក៏បានបិទភ្នែកទាំងភ័យប៉ុន្តែភ្លាមនោះមួយយិនរបស់យើងក៏បានសើចតែម្ដងឯងនេះពិតជាមុខក្រាស់មែនការបើឃើញមួយយិនមិនទាន់ស្លាប់តុងហ្វាងក៏បានអូទានឡើងទៅគ្មានផ្លូវទេតែឯងអាចទ្រាំបានជាមួយនឹងត្រាមរណៈរបស់យើងយ៉ាងម៉េចបានសម្រាប់យើងចង់ឯងស្លាប់គេក៏ប្រឹងនៅកម្លាំងរបស់គេម្ដងទៀតប៉ុន្តែភ្លាមនោះគេក៏អស់កម្លាំងរលីងមួយយិនក៏បានថាចង់បង្ហាញចំណាប់ដៃបៃហួងយីម្ដងទៀតតែមែនទេយុទ្ធសិលមេឃីហើយនឹងត្រាមរណៈមកពីដំណាក់កាលទី8តែឯងប្រកាសដែរទេថានៅតែអាចប្រមូលផ្ដុំធម្មពលយិនម្ដងទៀតបាននោះអាគ្រូនឹងក៏បានថាមួយយិនពេលនេះយើងដោះលែងឯងសិនទៅចុះពេលក្រោយយើងប្រកាសជាមិនដោះលែងឯងទេហើយក៏បានដាក់មេប្រូចមួយយិនរបស់យើងក៏បានថាចង់រត់ទេតែឋានយិនរបស់យើងក៏បានគប់ដាវរបស់គេឆ្វាប់ដែលធ្វើឲ្យគេនឹងធ្លាក់មកវិញក្ដុបហើយដីទលំវិញម្ដងមួយយិនក៏បានថាឯងបានធ្វើរឿងអាក្រក់ច្រើនយ៉ាងនេះអញ្ចឹងឯងគ្រាន់តែទទួលអ្វីដែលឯងបានធ្វើតែប៉ុណ្ណោះតុងហ្វាងក៏បានថាឯងគឺជាអ្នកបង្ខំយើងទេណាគេក៏បានប្រឹងក្រោកឡើងបើឯងមិនចង់ឲ្យយើងមានជីវិតអញ្ចឹងយើងស្លាប់ជាមួយគ្នាទៅយុទ្ធសិលបៃហួនយិនការវាយកុំតិចមួយយិនរបស់យើងក៏បានប្រើវិធីឋានសួគ៌ច្បាប់នៃលំហភាពធំល្វឹងល្វើយចន្លោះផែនដីហើយនឹងស្ថានសួគ៌ការបំបែកមេឃានិងការបំបែកផ្លូវនៃដាវតុងហ្វានគេក៏បានថាដាវថាមពលយិនពិតរបស់ឯងនៅមិនអាចទប់ទល់ជាមួយនឹងបៃហួងយិនរបស់យើងបានឡើយត្រានៃមរណៈរបស់យើងធ្វើមិននឹងឲ្យយើងចាញ់ឯងទៅអញ្ចឹងពួកគេក៏បានដាក់នៅចឹកឡើងបែបផ្កាភ្លើងម៉ែវសិនអ៊ីមើលមិនឃើញអ្វីនោះទេចាំងភ្នែកមួយយិនឯងកុំទាន់មោទនភាពពេកយើងប្រកាសជាបូជារាងកាយរបស់យើងទៅជាត្រាហើយធម្មពលនៃភាពមរណៈនៅក្នុងរាងកាយរបស់យើងនឹងត្រូវបានផ្ទេរទៅឲ្យឯងដោយគ្មានដានហើយនឹងមកជួបយើងឆាប់បន្ទាប់មករាងកាយរបស់គេក៏ផ្ទុះពឹងមួយយិនរបស់យើងក៏បានលោកគ្រូមួយយ៉ាងម៉េចហើយមួយយិនក៏បានថាខ្ញុំខ្លាចថាអ្នកប្រមាញ់នៅម្ដុំនេះច្បាស់ជាបានដឹងយើងត្រូវទៅរកកន្លែងមានសុវត្ថិភាពដើម្បីលាក់ខ្លួនសិនកន្លែងនេះអត់មានឆ្ងល់បន្តិចទេអ្នកទាំងអស់គ្នាចុងភាគទី17ហ្នឹងគឺថាលោកគ្រូជីនតុងអត់តន់វាយមួយទូប្រុសយើងទេប៉ុន្តែដើមភាគទី18លោកគ្រូជីនតុងបានស្បៃបាត់ហើយមិនដឹងថាបានវាយគ្នាជាមួយទូប្រុសយើងពីពេលណាឡើយដោយចេញមកយើងឃើញថាមានការប្រយុទ្ធរវាងទូប្រុសយើងជាមួយនឹងតុងហ្វាងបាត់ទៅហើយតែឥឡូវយើងមកមើលឈុតបន្ទាប់វិញពេលនេះសៀនអ៊ីបាននាំទូប្រុសយើងមួយយិននឹងមកដល់អាងភ្នំមួយហើយបន្ទាប់មកទូប្រុសយើងមួយយិនក៏ចាប់ផ្ដើមព្យាបាលខ្លួនដល់បណ្ដាសារបស់តុងហ្វាងចេញក៏រអ៊ូរទាំតែម្នាក់ឯងទៅចង្រៃយូននេះរាងកាយរបស់ខ្ញុំមួយនេះខ្សោយពេកហើយបើសិនជាអាចចូលទៅក្នុងអាណាចក្រវិញ្ញាណបានហើយអាចបើកជីបចោលទាំង10នៅក្នុងរាងកាយបាននោះគ្រាន់តែអាណាចក្រវិញ្ញាណប៉ុណ្ណេះតើវាចាត់ទុកថាជាអ្វីទៅប៉ុន្តែពេលដែលចូលទៅក្នុងលំហនៃព្រលឹងរបស់គេក៏បានឃើញថាដានចំហាយមរណៈដែលបន្សល់ដោយលោកគ្រូតុងហ្វាងនោះគឺខ្លាច់រមូទេពជូសៀនដូច្នេះហើយទូប្រុសរបស់យើងមួយយិនក៏បានរុញវាចូលតែម្ដងទៅតែរមូទេពជូសៀនគឺថាបដិសេធមិនចង់ស្រូបយកវាទេអញ្ចឹងហើយមួយយិនរបស់យើងក៏បានចូលស្ដីឲ្យថាកុំបដិសេធណាពេលនេះយើងទាំងពីរនាក់គឺរួមខ្លួនតែមួយហើយយើងជាម្ចាស់របស់ឯងហើយថ្ងៃមួយយើងនឹងបោះចោលនៅរូបគំនូរដ៏ស្អុយរល
លុយរបស់ឯងចោលជាមិនខានដែលខ្លាចតួប្រុសយើងមិនព្រមឲ្យនៅក្នុងរាងកាយរបស់គេអាគាត់នឹងក៏ព្រមស្រូបយកនៅដាននឹងចំហាយមរណៈរបស់លោកគ្រូតុងហ្វាងហើយបន្ទាប់មកគេក៏បានសម្យោគនៅធម្មពលជំវិញខ្លួនរបស់គេចូលមកក្នុងខ្លួនគេទាំងអស់តែម្ដងរបួសរបស់គេក៏ចាប់ផ្ដើមជាសះស្បើមមកវិញឃើញដូច្នេះម៉ែវស៊ីនអ៊ីគឺថាមើលមិនដាក់ភ្នែកនោះទេមួយយិនក៏បានគិតតែម្នាក់ឯងដើម្បីស្ដារឡើងវិញនៅជីពចរមនុស្សម្នាក់ត្រូវតែចូលទៅក្នុងការសម្យោគខាងវិញ្ញាណរមូរដែលនៅក្នុងរាងកាយរបស់ខ្ញុំនេះថែមទាំងខ្លាំងជាអាវុធអាត់កំបាំងទៅទៀតគិតចប់ក៏បាំងភ្នែកឡើងហើយក៏បានឃើញថាម៉ែវស៊ីនអ៊ីកំពុងតែមើលមុខគេក៏បានថាមិនបានជាមើលមុខខ្ញុំនាងក៏បានថាអ្នកណាមើលមុខលោករួចក៏បានផ្ដល់សភៅនឹងឲ្យតួប្រុសរបស់យើងនេះជាសភៅខ្មោចនៅក្នុងសភៅចាស់នេះគឺមានប៉ៃយុនជីនដែលលោកចង់បានខ្ញុំឲ្យវាទៅលោកមួយយិនក៏ទទួលត្រាស្លាប់រស់តែមែនទេតុងហ្វាងយីឯងអាចបង្កើតសភៅបក្បាលនេះបានឯងនេះពិតជាមិនឈួតទេតួប្រុសយើងក៏បានបើកសភៅនឹងមើលទៅត្រាស្លាប់រស់ចែកចេញជា4ស៊ីអ៊ីនអ៊ីឆឹងប៉ាហួងសឹងស៊ឺនិងសឹងស៊ឺធានទីឥឡូវនេះសារលបងត្រាដំបងសួអ៊ីនគិតចប់ក៏បានវឹកហាត់តែម្ដងទៅមៀវសិនអ៊ីក៏បានថាអត់ខ្វល់ខ្ញុំទៀតហើយទៅចាប់អារម្មណ៍សភៅកាចាស់មកក្បាលនេះទៅវិញមកឈួតស្រីស្អាតនៅមុខអត់ខ្វល់យ៉ាប់មែនវើអាលោកគ្រូនេះសម្ដីមៀវសិនអ៊ីណាអ្នកនរគ្នាមិនមែនអេដមីនណាឯមួយយិនរបស់យើងនេះកំពុងតែស្វែងយល់ក្បាច់គុណគេណែកម្លាំងរបស់ស៊ឺអ៊ីនស្ថិតនៅក្នុងការបង្រួបបង្រួមនៃធម្មពលសុទ្ធក្នុងខ្លួនដូច្នេះរាល់ធម្មពលសុទ្ធអាចមានស្ថិរភាពស៊ឺអ៊ីនបើកអញ្ចឹងទៅទូប្រុសយើងក៏បានធ្វើបានជោគជ័យពិតមែនដែលជាហេតុធ្វើឲ្យមៀវសិនអ៊ីនាងភ្ញាក់ផ្អើលមែនតែនខ្លាំងអស្ចារ្យមែនបន្ទាប់មកមៀវសិនអ៊ីក៏បានថាលោកគ្រូលោកគ្រូវឹកហាត់ពេញមួយថ្ងៃហើយមួយយិនក៏បានកំមាត់មានមនុស្សកំពុងតែមកអញ្ចឹងហើយក៏បានទៅមាត់លាអាងលួចមើលអញ្ចឹងទៅហើយយើងក៏បានឃើញមនុស្សមួយក្រុមកំពុងតែឈរនៅមាត់លាអាងដែរពួកគេសុទ្ធតែជាមនុស្សត្រកូលមូរបស់យើងនឹងនោះឯងដែលមួយយន់បាននិយាយទៅកាន់មូឡាងមួយយិនមិនត្រឹមតែធ្វើឲ្យតារបស់យើងលុតជង្គង់នោះទេថែមទាំងធ្វើឲ្យលោកតាបាត់បង់ទំនុកចិត្តពីមនុស្សគ្រប់គ្នានៅក្នុងគ្រួសារទាំងអស់នៅចំពោះមុខមនុស្សរាល់គ្នាគេចង់ឲ្យជាតារបស់យើងចោះចេញពីតំណែងជាព្រឹទ្ធាចារ្យរបស់គាត់ពេលនេះតារបស់ឯងហើយនឹងតារបស់យើងបានអញ្ជើញលីវសានឈីសាទោះបីជាពេលនេះមានមនុស្ស4នាក់លីវសានឈីសាប៉ុន្តែនៅពេលដែលពួកគេទាំង4រួបរวมគ្នាសូម្បីតែសម្រាមដូចជាមួយយិនក៏មិនអាចគេចផុតបានដែរហើយលើកនេះក៏មានតុងហ្វាងជូដែលចម្លែកណាស់គេនៅតែមានជីវិតអត្រងោលក៏បានថាមួយយិនគ្រាន់តែជាសម្រាមតែឥឡូវនេះគឺជាដំណាក់កាលទី5នៃកម្រិតទី1ហើយចុះលោកវិញនោះពេលនេះនៅតែជាប់គាំងត្រឹមដំណាក់កាលទី4តើលោកនឹងវាល្អជាងសម្រាមប៉ុណ្ណាទៅមួយយន់គេក៏បានថាឯងអាប៉ែមួយទៀតក៏បានថាកុំប្រយុទ្ធគ្នាពេលនេះអត្តភាពរបស់យើងគឺស្វែងរកមួយយិនហើយនឹងតុងហ្វាងយូមៀវសិនអ៊ីក៏អស់សំណាយបន្តិចទៅឯមួយយិនរបស់យើងក៏បានចាក់ចេញមកឬសម្រាប់ជើងរៀងភ័យដែរណាគេដល់ងាកមើលឃើញមួយយិនសោះសិនអ៊ីនាងក៏បានថាមាត់របស់ពួកឯងនេះស្អុយដូចជាសម្រាមអញ្ចឹងមួយយិនដកដង្ហើមធំក៏ថាក្មេងស្រីចង្កួតនេះស្ងៀមស្ងាត់តិចបានទេដឹងមួយយន់គេក៏បានថាមួយយិននេះឯងអត់ទាន់ស្លាប់ទេមិនទាន់ស្លាប់ក៏ល្អដែរព្រោះយើងក៏មិនទាន់យកអាវុធវេទមន្តពីខ្លួនឯងដែរមៀវសិនអ៊ីក៏បានថាអើយលោកគ្រូមួយមើលទៅពួកគេនេះឈួតហើយក៏អឺតកតូមទៀតពិតជាគួរអស់សំណាចមែនមួយយន់ក៏បានថាស្រីចង្កួតអីស្អីអាសក់ស្អាតគេក៏បានថាមួយយិនមូលហេតុដែលឯងរីកចម្រើនលឿនបែបនេះច្បាស់ជាដោយសារតែកំណប់សម្ងាត់ជាមិនខានឡើយវាគ្រាន់តែថាឯងបានបំបាក់មុខលោកតារបស់យើងទីសាធារណៈឯងត្រូវតែសុំទោសគាត់ជាមួយនឹងបញ្ហានេះមៀវសិនអ៊ីក៏បានថាឆើមូឡាងហេតុអីបានជាគ្រូខ្ញុំត្រូវសុំទោសគេមិនបាច់ធ្វើពុតជាមនុស្សល្អទេមិនមែនឯងគ្រាន់តែចង់បានកំណប់សម្ងាត់របស់គ្រូយើងទេមូឡាងគេក៏បានថាបានជានិយាយស្ដាប់គ្នាអញ្ចឹងសម្រាប់ចោលទៅមកអញ្ចឹងទៅកូនចៅទាំង4គេក៏បានលោតមកបង្កើតក្បួនដ៏អស្ចារ្យរួចក៏បានបាញ់ក្បួនយុទ្ធសាស្ត្ររបស់គេណាមកកាន់តួប្រុសយើងជាមួយនឹង Mel Sen E ហើយសាច់រឿងរបស់យើងនោះក៏បានស្លេះត្រឹមនឹងឯងយើងមានតែជួបគ្នានៅវីដេអូក្រោយបាយបាយ